តើក្រុមអនុណាគីគឺជាអេលៀនមែនទេនៅពេលដែលគេនិយាយអំពីអរិយធម៌សម័យបុរាណតើលោកអ្នកនឹកឃើញដល់អរិយធម៌អ្វីខ្លះមនុស្សមួយចំនួនប្រហែលជានឹកឃើញទៅដល់អរិយធម៌របស់រ៉ូម៉ាំងអរិយធម៌របស់ក្រិកអរិយធម៌ម៉ាយ៉ាអរិយធម៌របស់ជនជាតិដើមអូស្ត្រាលីឬក៏អរិយធម៌របស់ពួកសាមារៀនជាដើមមែនហើយនៅក្នុងវីដេអូនេះយើងនឹងនាំគ្នាទៅមើលអំពីអរិយធម៌របស់សាមារៀនដែលជាអរិយធម៌ដ៏ចំណាស់មួយនៅលើផែនដីរបស់យើងមានទីតាំងនៅក្នុងតំបន់មេសូប៉ូតាមីអរិយធម៌សាមារៀនគឺជាអរិយធម៌ដែលប្រមូលផ្ដុំទៅដោយរដ្ឋជាច្រើនអរិយធម៌នេះមានភាពទំនើបខ្លាំងណាស់ខាងកងទ័ពខាងគណិតវិទ្យាខាងសំណេរហើយសំណេរដែលពួកគេបានបន្សល់ទុកមកទល់នឹងពេលបច្ចុប្បន្ននេះបានប្រាប់មនុស្សសម័យទំនើបជាច្រើនអំពីរឿងរ៉ាវរបស់មនុស្សសម័យបុរាណជាពិសេសគឺមនុស្សនៅក្នុងតំបន់មេសូប៉ូតាមីដែលជាជនជាតិសាមារៀនអរិយធម៌សាមារៀនបានកើតឡើងចន្លោះឆ្នាំ4100មុនគ្រិស្តសករាជរហូតដល់ម្ដុំឆ្នាំ1750មុនគ្រិស្តសករាជពាក្យថាសាមើមានន័យថាទឹកដីនៃស្ដេចដែលពោពេញទៅដោយអរិយធម៌តាមប្រវត្តិសាស្ត្រជនជាតិសាមារៀនគឺជាជនជាតិដំបូងគេដែលបានបែងចែកពេលវេលាទៅជាចំនួនម៉ោងនិងចំនួននាទីពួកគេថែមទាំងមានជំនឿសាសនាដ៏ស្មុគស្មាញដែលព្រះជាម្ចាស់របស់ពួកគេត្រូវបានគេសរសេរថាជាអាទិទេពអនុណាគីនៅក្នុងទ្រឹស្ដីមួយចំនួននាពេលបច្ចុប្បន្ននេះគេបានដឹងថាអនុណាគីតាមការពិតទៅមិនមែនជាព្រះជាម្ចាស់ដោយដែលការជឿរបស់ជនជាតិសាមារៀននោះទេក៏ប៉ុន្តែគឺជាក្រុមមនុស្សអេលៀនដែលមកពីពិភពក្រៅបានធ្វើដំណើរមកកាន់ភពផែនដីនិងបានចែករំលែកនៅចំណេះដឹងរបស់ពួកគេទៅកាន់មនុស្សនៅក្នុងភពផែនដីនៅពេលណាដែលគេនិយាយអំពីអនុណាគីគេតែងតែសំដៅទៅលើជំនឿរបស់ជនជាតិសាមារៀនបុរាណនៅក្នុងតំបន់មេសូប៉ូតាមីមានទេវកថាជាច្រើនដែលបាននិយាយថាអនុណាគីគឺជាក្រុមអាទិទេពដែលជាអ្នកជំនុំជម្រះមកលើមនុស្សនៅលើផែនដីនៅក្នុងក្រុមអាទិទេពអនុណាគីត្រូវបានគេបែងចែកទៅជាច្រើនថ្នាក់ស្រដៀងគ្នាទៅនឹងក្រុមអាទិទេពនៅក្នុងអរិយធម៌របស់ក្រិកដែររហូតដល់មនុស្សនៅក្នុងពេលបច្ចុប្បន្ននេះបានចាត់ទុកថាអនុណាគីគឺគ្រាន់តែមាននៅក្នុងរឿងព្រេងនិទានតែប៉ុណ្ណោះគឺដូចគ្នាទៅនឹងអាទិទេព Zeus អាទិទេព Hades ឬក៏អាទិទេពផ្សេងៗទៀតនៅក្នុងទេវកថារបស់ក្រិកប៉ុន្តែសម្រាប់អ្នកស្រាវជ្រាវមួយចំនួននៅក្នុងសម័យទំនើបយល់ឃើញថាអនុណាគីទំនងជាមិនមែនមានតែនៅក្នុងរឿងទេវកថានោះទេក៏ប៉ុន្តែគឺជាក្រុមមនុស្សដែលមានពិតនៅលើផែនដីរបស់យើងនៅក្នុងទ្រឹស្ដីរបស់អ្នកស្រាវជ្រាវសម័យទំនើបមួយបានលើកឡើងថាអនុណាគីគឺជាក្រុមមនុស្សអេលៀនឬក៏មនុស្សក្រៅភពដែលបានធ្វើដំណើរពីភពដទៃមកកាន់ភពផែនដីរបស់យើងក្នុងគោលបំណងអ្វីមួយអ្នកស្រាវជ្រាវមួយចំនួនទៀតដែលជឿទៅលើទ្រឹស្ដីមនុស្សក្រៅភពបានលើកឡើងថាអនុណាគីគឺជាក្រុមមនុស្សក្រៅភពដ៏អាចកំបាំងបានធ្វើដំណើរមកពីភព X ណាមួយហើយពួកគេបានឆ្លងកាត់ភពផែនដីអស់រយៈកាលរាប់ពាន់ឆ្នាំមុនបាទដូច្នេះមែនមនុស្សមួយចំនួនបានដាក់សំណួរថាហេតុអ្វីបានជាពួកអេលៀនធ្វើដំណើរមកកាន់ភពផែនដីរបស់យើងហើយតាំងខ្លួនឯងជាព្រះអាទិទេពចំពោះចម្លើយមិនពិបាកឆ្លើយនោះទេគោលបំណងរបស់ពួកគេគឺដាក់អាណានិគមមកលើផែនដីឬក៏ចាប់មនុស្សនៅលើផែនដីធ្វើជាទាសកររបស់ពួកគេហើយទាញយកធនធានដែលមាននៅក្នុងផែនដីដែលមានប្រយោជន៍សម្រាប់ពួកគេមនុស្សដែលជឿទៅលើទ្រឹស្ដីមនុស្សក្រៅភពជាច្រើនបានជឿថាអនុណាគីធ្វើដំណើរមកកាន់ភពផែនដីហើយបង្ខំឲ្យជនជាតិសាមារៀនជីកមាសឲ្យពួកគេបន្ទាប់ពីទាញយកធនធានរ៉ែមាសពីផែនដីពួកគេទំនងជាធ្វើដំណើរត្រឡប់ទៅវិញនៅក្នុងទ្រឹស្ដីផ្សេងទៀតថែមទាំងបានលើកឡើងថាក្រុមអាទិទេពឬក្រុមមនុស្សអេលៀនអនុណាគីបានកាន់កាប់នៅក្នុងនគរផ្សេងគ្នានិងបង្កើតអរិយធម៌ផ្សេងគ្នាក៏ប៉ុន្តែមានកម្លាំងប្រហាក់ប្រហែលគ្នាហើយក្រោយមកពួកគេក៏បានធ្វើសង្គ្រាមជាមួយគ្នារហូតដល់បង្កើតឲ្យមានការរលត់រលាយនៃអរិយធម៌នៅលើផែនដីទើបមនុស្សនៅក្នុងសម័យក្រោយមកទៀតពិបាកនឹងធ្វើការសិក្សាឲ្យបានច្បាស់អំពីបច្ចេកវិទ្យាទំនើបទាំងឡាយកាលពីសម័យបុរាណដែលមានលក្ខណៈស្រដៀងគ្នាជាមួយនឹងបច្ចេកវិទ្យាទំនើបនៅក្នុងពេលបច្ចុប្បន្ននេះអ្នកវិទ្យាសាស្ត្រនៅក្នុងពេលបច្ចុប្បន្ននេះបានយល់ស្របគ្នាថាក្នុងសម័យកាលដ៏យូរលង់នៅលើផែនដីរបស់យើងច្បាស់ជាមានអរិយធម៌ដ៏រីកចម្រើនហើយក្រោយមកក៏បានដួលរលំទៅវិញបច្ចេកវិទ្យាដែលអរិយធម៌ទាំងអស់បានបង្កើតឡើងឬក៏បានរកឃើញក៏បានបាត់បង់ទៅតាមពួកគេផងដែរយោងទៅតាមទ្រឹស្ដីនេះ
នៅលើផែនដីរបស់យើងច្បាស់ជាធ្លាប់កើតមានគ្រោះមហន្តរាយឬសង្គ្រាមដ៏ធំមួយដែលបណ្ដាលឲ្យអរិយធម៌ទាំងឡាយត្រូវដួលរលំហើយបច្ចេកវិទ្យាទំនើបដែលពួកគេបានរកឃើញក៏បានកប់បាត់ស្ទើរតែសុនសងជាមួយនឹងពួកគេដែរចំណុចដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺអនុនាគិហាក់បីដូចជាមានទំនាក់ទំនងជាមួយនឹងសាសនាធំស្ទើរតែទាំងអស់នៅលើផែនដីនៅក្នុងសាសនាធំទាំងអស់នោះសុទ្ធតែនិយាយថាព្រះជាម្ចាស់នឹងវិលត្រឡប់មកកាន់ភពផែនដីរបស់យើងនៅថ្ងៃខាងមុខសាជាថ្មី